រឿងកាត់ជើងតម្រូវមឈូនាយកកំឡោះមានត្រឹមតែការបូបសិភើមួយបានមកដល់ទីនេះក្រោយពីត្រូវបាត់បង់ឪពុកម្ដាយទៅយ៉ាងទាន់ហន់ដោយសារឧបទ្ទហេតុគេសម្រេចចិត្តមកពឹងពាក់ញាតិឆ្ងាយម្នាក់ដែលមិនសូវជាពេញចិត្តនឹងទទួលគេប៉ុន្មានឡើយប៉ុន្តែមិនដឹងជាធ្វើដូចម្ដេចព្រោះគេគ្មានផ្លូវជ្រើសក្រៅពីនេះរបស់អ្នកកំឡោះបើកហាងលក់មឈូសពនិងជួនកៅគាត់ធ្វើជាអាចារ្យចាត់ចែងសពថែមទៀតកិច្ចការដូចនេះមើលទៅឃើញហាក់ដូចជាតូចតាចណាស់ប៉ុន្តែតាចាស់ម្នាក់នេះសងំធ្វើជាអ្នកមានស្ងាត់គ្មានអ្នកណាដឹងឡើយយ៉ាងណាឯងអស់មានអ្នកណាទៀតហើយមកនៅទីនេះជួយធ្វើការងារអញទោះបីជាអញមិនបានឲ្យប្រាក់ខែអញមែនតែអញឲ្យកន្លែងឯងដេកឲ្យបាយឯងស៊ីឲ្យឯងទៅរៀនទៀតការងារប្រចាំថ្ងៃរបស់ឯងក៏មិនមានអីច្រើនក្រៅពីធ្វើមឈូសបណ្ណោះដែរហាងរបស់តាចាស់ជាបន្ទប់2ជាន់ជាន់ក្រោមជាបន្ទប់ដាក់មឈូសចំណែកជាន់លើជាកន្លែងដេករបស់តាចាស់ក្មេងកំឡោះដេកជាន់ក្រោមនៅតាមចន្លោះចង្អៀតក្បែរមឈូសនោះឯងដេកត្រង់នេះហើយភ្ញាក់ពីដេកវិញត្រូវរៀបចំកន្លែងឲ្យបានត្រឹមត្រូវពេលដេកត្រូវប្រយ័ត្នប្រយែងផងឯងនេះស្បីវែងអញ្ចឹងប្រយ័ត្នលើកជើងទៅប៉ះមឈូសខាងលើធ្លាក់មកខូចអស់អញវាយងាប់អើយក្មេងកំឡោះយ៉ាប់អើយសែនយ៉ាប់មួយថ្ងៃរកពេលសម្រាប់គ្មានគេធ្វើការងារគ្រប់មុខបែរតាចាស់ប្រគល់អោយទាំងការងារផ្ទះនិងការងារមឈូសគេឆ្លៀតរៀនបន្តិចបន្តួចក្រែងមានឱកាសបានរៀនបន្តទៅថ្ងៃមុខស្អីវើយបើកភ្លើងភ្លឺព្រាតពេញបន្ទប់រលាអញអស់ហើយថ្លៃភ្លើងទឹកមួយខែប៉ុន្មានអញដឹងទេខ្ញុំអានសិភើមួយព្រាតប៉ុណ្ណោះបន្តិចទៀតបិទហើយអានេះមករឹងណាស់តាហ៊ានប្រកែកនឹងអញថងតែចាស់កន្ត្រេកចុះមកពីលើផ្ទះទៀងអំបោសសំពងក្មេងកំឡោះយ៉ាងក្រេវក្រោធថ្ងៃក្រោយគុំប្រកែកអញបញ្ជាអីត្រឹងតែធ្វើចាំទុកនេះគឺជាគ្រាដំបូងហើយដែលក្មេងកំឡោះបានទទួលការឈឺចាប់ពីរបស់គេប៉ុន្តែមិនមែនតែម្ដងនេះទេក្រោយមកគេត្រូវរំពាត់ស្ទើររាល់ថ្ងៃដៃគោលមួយទាំងមូលវាយរបស់ចូលបើវាវាយអីមិនក៏មិនយកទៅដំភុនទៅត្រង់អានេះអស់ចេះប្រើរបស់មែនហើយម្យ៉ាងទៀតក្បាលវ៉ាន់ទឹកអញប្រាប់ប៉ុន្មានដងហើយឲ្យមូលចិត្តកុំឲ្យវាស្រក់ទឹកច្បាស់ជារលាយជាមិនខាន់ទេអញក្បាលវ៉ាន់ទឹកវាខូចហើយខ្ញុំប្រាប់តែទិញថ្មីមកប្រាស់ទៅតែមិនព្រមជឿបិទវាឲ្យស្រួលបួលទៅណាហេតុអីក៏អញធ្វើបានឯងនេះចង់តែប្រកែកនឹងអញយកឈ្នះនិយាយចប់តែចាស់ស្ទុះទៅទាញស្បែកជើងមកសំពងក្មេងកំឡោះពេញមួយទំហឹងអេតមានត្រាប្រណីឡើយអានឹងឲ្យដឹងបងរៀនមិនចេះចាំជាញឹកញាប់ក្មេងកំឡោះចូលដេកដោយអាការឈឺចាប់ព្រមទាំងនឹកទូចចិត្តនឹងជោគវាសនារបស់ខ្លួនគេមានគំនិតមួយថានឹងត្រូវរត់គេចចេញពីទីនេះប៉ុន្តែតម្រាំគេសម្រេចចិត្តបានអ្វីវាហួសហើយទៅអស់ទៅហើយសំលេងក្រាំងលាន់ឡើងក្នុងសភាពងងឹតក្មេងកំឡោះភ្ញាក់ព្រឹតគេមានអារម្មណ៍ឈឺជុកចាប់យ៉ាងខ្លាំងនៅត្រង់ជើងរបស់គេអាយព្រោះតែគេស្បៃវែងនឹងកន្លែងដេកចង្អៀតពេកទើបធ្វើឲ្យកាវវ៉ាស់ដៃជើងបន្តិចបន្តួចបុកប៉ះនឹងមឈូសធ្លាក់មកក្មេងកំឡោះស្រវាចេញប្រវេសប្រវាសចេញដកជាប់ទាំងអារម្មណ៍ភិតភ័យខ្លាចរបស់គេធ្វើបាបគេប្រញាប់ងាកសម្ដៅទៅមើលចិន្តាផ្ទះចុះសំឡេងឈើច្រត់ទង្គិចនិងកំណកម្មចិន្តាចុះមកម្ដងមួយមករកក្មេងកំឡោះតាចាស់សម្លក់មើលក្មេងកំឡោះដូចចង់ស៊ីសាច់គាត់ខឹងរហូតញ័រក្បាលគាត់ឈានចូល3ជំហានទៀតរួចហើយលើកឈើច្រត់សំពងក្មេងកំឡោះយ៉ាងក្រេវក្រោធគាត់វាយវត្តពេញមួយទំហឹងរហូតរាងកាយរបស់គាត់ខ្លួនឯងត្រូវរួចចំហត់ត្រេបកាប់មុខទៅវិញឈើច្រត់ខ្ទាតរបូតពីដៃតាចាស់ទាញបានពូថៅមួយដែលទុកនៅលើតុក្បែរក្តាមឈូនោះយ៉ាកាប់ទៅរករាងកាយរបស់ក្មេងកំឡោះពឹបមុខពូថៅដមុតបានស្ទុះចូលចំកណ្ដាលដើមទ្រូងកំឡោះកប់មួយផ្លែឯងងាប់តែម្ដងទៅក៏ស្រួលដែររស់នៅនាំតែខូចរបស់របរអញទេទំរំតែចាស់ប្រមូលទុកដាក់គ្រប់យ៉ាងស៊ីពេលអស់យ៉ាងយូរ
រហូតភ្លឺនៅសល់តែសពក្មេងកំឡោះមួយប៉ុណ្ណោះដែលត្រូវចាត់ចែងតាចាស់លើកសពដាក់ទៅក្នុងមឈូសបែកបាក់មួយតែមិនអាចដាក់ចូលព្រោះមឈូសនោះតូចនិងខ្លីពេកបើមឈូសក្រៅពីនោះគាត់ច្បាស់ជាមិនដាក់អុយទេព្រោះមឈូសស្អាតគាត់ទុកលក់ងាប់ហើយអានេះចំជាការបញ្ហាច្រើនមែនងាប់ហើយពិបាករកមឈូសដាក់ខ្មោចរបស់វាទៀតតាចាស់ខំសង្គញខំញាត់យ៉ាងណាក៏ដាក់បញ្ចូលញើសហូរជោគខ្នងទៅហើយម្យ៉ាងទៀតភ័យខ្លាចភ្លឺទាន់ទៀតទាល់តែកាច់កវាឲ្យបាក់ទើបបានសំលេងក្រឹកលួនមួយរំពេកករបស់ក្មេងកំឡោះក៏បាក់ឆ្ងក់មកដើមទ្រូងបន្ទាប់មកតាចាស់ដើរមកផាន់ណែកខាងរយបំរុងសង្កត់ជើងទាំងពីរនោះឲ្យធ្លាក់ចូលទៅក្នុងមឈូសតែមិនបានផលឯងនៅរឹងដល់ណាទៀតមិនព្រមធ្លាក់ចុះលេងជាមួយអ្នកណាមិនលេងមកចង់លេងជាមួយឯងផងតាចាស់ញញឹមយ៉ាងសាហាយគាត់ដើរទៅចាប់យកពូថៅមរណៈពីមុននោះមកកាប់ជើងរបស់ក្មេងកំឡោះរហូតឈាមហូរក្រហមពេញដីពូថៅទង្គិចនឹងឆ្អឹងម្ដងហើយម្ដងទៀតរហូតជើងទាំងពីរដាច់ត្រឹមជង្គង់តាចាស់បោះជើងទាំងពីរចូលទៅក្នុងមឈូសដោយមិនចាប់អារម្មណ៍ថាវាធ្លាក់ទៅដល់ណានៅត្រឹមណាឡើយរួចរាល់ហើយតាចាស់គ្របគម្របមឈូសវាយដែកគោយ៉ាងណែនអ្នកចិត្តខាងបានមកជួយរំលែកទុក្ខជួយសោកស្ដាយផងណាអ៊ំដែលបាត់បងក្មួយប្រក់ទៅទាំងពីរកំឡោះដូច្នេះមិនគួរអាយុខ្លីយ៉ាងនេះសោះខ្ញុំអាណិតវាដែរវាឧស្សាហ៍ជួយធ្វើការងារគ្រប់យ៉ាងស្ដាយណាស់ដែលវាស្លាប់ទៅដោយរោគប្រចាំខ្លួនយ៉ាងទាន់តែរោគយកវាទៅព្យាបាលក៏មិនទាន់តាចាស់អតីតជាអាចារ្យខ្មៅជើងចាស់ស្រាប់គាត់ក៏ចាត់ការពិធីសពនោះយ៉ាងសាមញ្ញប៉ុណ្ណោះដើម្បីគ្រាន់តែជាការបំភាន់ភ្នែកអ្នកជិតខាងយ៉ាងហោចណាឯងក៏មិនស្លាប់ទៅទទេដែរព្រោះឯងជួយធ្វើមឈូសអញបានច្រើនសន្ធឹកតែចាស់ក៏ត្រឡប់មកមានជីវិតរស់នៅតែម្នាក់ឯងវិញទោះបីជាអស់កូនដៃដែលធ្លាប់តែជាជំនួយគ្រប់ការងារនោះក៏គាត់មិនក្តៅក្រហាយអីឡើយប៉ុន្តែពេលនោះគាត់ហាក់ដូចជាមានអ្វីមករំខានគាត់ជាញឹកញាប់ណាស់យីអាក្បាលវ៉ាន់ទឹកទៅផ្លាស់ថ្មីសោះហេតុអីក៏វានៅតែហូរទឹករួចចុះហេតុដៃគោលវែកនោះហេតុអីក៏ចេះតែមុខនៅត្រង់នេះយកទុកមិនឈ្នះសមចិនរាល់ព្រឹកពេលដែលតាចាស់ក្រោកពីដេកចុះមកក្រោមឃើញភ្លៀងជាន់ក្រោមបោកចោលរហូតតាចាស់គិតថារឿងដែលកើតឡើងគ្រប់យ៉ាងនេះប្រាកដជាស្នាដៃរបស់ខ្មោចអាក្មេងកំឡោះដែលគាត់បានសម្លាប់នោះឯងអានេះវាស្គាល់អាចារ្យខ្មោចជើងចាស់តិចពេកហើយឯងចាំមើលយើងនឹងធ្វើឲ្យឯងផុតពូកលែងបានទៅចាប់ជាតិទៀតក្នុងយប់ដ៏ស្ងាត់នេះតាចាស់រៀបចំពិធីនឹងក្បួនវិជាការរបស់គាត់ជាស្រេចមិនយូរប៉ុន្មានក៏ស្រាប់តែមានស្រមោលមួយបង្ហាញស្ទង់នៅម្ដុំម្ខាងនៃបន្ទប់សំឡេងអូសជើងខ្វាកំពុងដើរជាប់មករកតាចាស់យឺតអ្វីដែលគាត់ឃើញនៅពេលនេះគឺគាត់ស្ទើរតែគ្មានប្រលឹងសល់នៅក្នុងខ្លួនរាងនោះដើរមកមានជើងតែត្រឹមជង្គង់ប៉ុណ្ណោះឈាមហូរខកស្រោយពេញផ្ទះបិសាចសម្លុកតាចាស់ដោយកែវភ្នែកខៀវងងឹតតាចាស់បង្ហើបមាត់មហុបប៉ុន្តែពេលនេះមុនវិជាការនេះហាក់ដូចជាសាបរលាបអស់ឥតបានកាលឡើយទីបំផុតរាងកាយដ៏កំណាចនោះក៏រសាទមកដល់ក្បែរគាត់តាចាស់បំរុងស្ទុះរត់ប៉ុន្តែឆ្អឹងជើងមកខាងរបស់ខ្មោចដែលកំពុងហូរឈាមខកនោះបានបុកចូលទៅក្នុងមាត់របស់តាចាស់លិចទៅដល់បំពង់កជើងមកខាងអុកដើមទ្រូងរបស់តាចាស់ព្រួកធ្លាយទៅដល់ឆ្អឹងខ្នងតាចាស់ស្លាប់ភ្លាមមួយរំពេកព្រឹកឡើងអ្នកជិតខាងផ្អើលឈូឆរមកមើលខ្មោចតាចាស់ស្លាប់ទៅយ៉ាងគួរឲ្យសង្ស័យ